រាសីមនុស្សដែលកើតចំឆ្នាំកុរនៅក្នុងខែ8ចូលដល់ខែវស្សាក៏គេហៅថាមនុស្សរងទុក្ខដោយស្ងាត់ស្ងាត់កម្ពុជាមនុស្សរងទុក្ខក៏កម្ពុជាមនុស្សដែរគេហៅថាស្ងាត់ស្ងៀមដែរអញ្ចឹងក៏លំបាកមែនតើក្នុងខែ8រឿងរ៉ាវឆុងឡើងពីចន្លោះ80ដល់100%អញ្ចឹងករណីឆុងនេះគឺឆុងខ្លាំងបងប្អូនដែលកើតចំឆ្នាំកុរត្រូវតែមានកត្តាប្រុងប្រយ័ត្នមិនថាបងប្អូនធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយទេពិនិត្យមើលយានយន្តឲ្យបានត្រឹមត្រូវមុននឹងចាក់ចេញហើយបងប្អូនធ្វើការងារប្រយ័ត្នពាក្យសម្ដីប្រយ័ត្នឲ្យមែនតើនៅការជឿជាក់គេនៅកន្លែងការងារហើយសម្រាប់អំពីមុខរបររកស៊ីប្រយ័ត្នមែនតើរឿងការចាញ់បោកគេកុំយកលុយទៅដាក់គេច្រើនពេកហើយកុំយកអាវ៉ាន់ចូលមកក្នុងការរកស៊ីយើងច្រើនពេកក្នុងខែ8ប្រយ័ត្នអាសាបង់និងខាតបង់ផងដែរអញ្ចឹងបងប្អូនដែលកើតចំឆ្នាំកុរឃើញថារឿងរ៉ាវជីវិតសំបីតែស្នេហាក៏មានភាពអាកម្មកកនិងមានភាពទាស់ទែងគ្នាខ្លាំងក្នុងខែ8ផងដែរអញ្ចឹងបងប្អូនចង់ដឹងដែរឬទេថាបងប្អូនដែលកើតចំឆ្នាំកុរទាំងបរិសុទ្ធទាំងស្ត្រីថាជួបនៅរឿងអីខ្លះបញ្ហាអីខ្លះនៅក្នុងជីវិតនៅក្នុងខែ8នេះបងប្អូនខ្ញុំជំរាបជូនថាបងប្អូនសក់ទឹកភ្នែកក៏សក់ចេញដែរវាយ៉ាប់មែនទេតឹងធូរវេទនាផ្លូវចិត្តផ្លូវកាយហត់នឿយលំបាកតែម្នាក់ឯងគ្មានអ្នកយល់ចិត្តបើយើងជាស្ត្រីផងនោះគឺហត់នឿយខ្លាំងមែនតើប្តីអត់យល់ចិត្តទេថារងថ្ងៃនេះគ្រួសារលំបាកប៉ុណ្ណាប្តីអត់យល់ចិត្តទេថាខ្លួនឯងមើលកូនហត់យ៉ាងណាទឹកភ្នែកស្រក់ចេញមកឯងសូមបីតែគិតបន្តិចដល់លំបាកគឺគេហៅថាយើងវាភ្នែកវាទន់វាឈឺចាប់ពេកប្តីក៏មិនយល់ចិត្តគ្រួសារមិនដែលពុកចិត្តហើយបែបជាមានបញ្ហាជុំទីទៀតនេះគឺជាជីវិតមនុស្សក្នុងខែ8ចំណែកឯបុរសវិញទូទៅមនុស្សស្រីក៏ដូចគ្នាដែរមានបុរសជាប្តីឆ្នាំកុរប្តីហត់នឿយមិនសូវជាល្អទងដាក់ប្រមាណទេប៉ុន្តែគាត់ហត់ណាស់គាត់លំបាកណាស់គាត់ចង់បានអ្នកថ្នាក់ថ្នមចិត្តអ្នកយល់ចិត្តប្រឹក្សាជាមួយគាត់ជាពិសេសគឺដៃគូស្នេហាជាប្តីជាប្រពន្ធនឹងមកយល់ចិត្តប្តីឲ្យប្តីនឹងមានអារម្មណ៍សប្បាយចិត្តមកវិញឲ្យប្តីមានកម្លាំងក្លាហានមកវិញដើម្បីជំនះនៅក្នុងកិច្ចការស៊ីធ្វើការងារអញ្ចឹងនៅក្នុងខែ8នេះទាំងប្តីទាំងប្រពន្ធទាំងបរិសុទ្ធទាំងស្ត្រីទាំងអ្នកនៅ single លំបាកដូចគ្នាហត់នឿយណាស់បងប្អូនដែលកើតចំឆ្នាំកុរបងប្អូនអាចរៀបចំពាក់ជាខ្សែដៃមង្គល3ធាតុនេះបានខ្សែដៃមង្គល3ធាតុនេះគឺជួយជំរុញឲ្យបងប្អូនជួបនៅរឿងហេងរឿងលៀបរឿងជ័យធ្វើឲ្យបងប្អូនមានសេរីសួស្តីជួបនៅលៀបសំណាងសក្ការៈកាត់ឆុងគេហៅថាហៅនៅរឿងសំណាងល្អចូលមកកាន់ជីវិតជូបបងប្អូនបើមានតម្រូវការចង់រៀបចំជាប្រភេទមង្គល3ធាតុនេះបងប្អូនអាចតាក់ទងខ្ញុំបានខ្ញុំនឹងរៀបចំជូនឲ្យតម្លៃគួរសមទេបងប្អូនខ្ញុំសូមជំរាបជូនបន្តទៀតថាឆាកជីវិតឆ្នាំកុរនៅក្នុងខែ8គឺពោពេញទៅដោយសេចក្តីគេហៅថាស្មុគស្មាញបញ្ហាសប្បាយចិត្តមានតិចតួចណាស់គឺសប្បាយចិត្តចូលមកផ្លែតទេអារឿងលំបាកអារឿងគេហៅថាបញ្ហាចូលមកភ្លាមតែម្ដងហើយបញ្ហានោះចូលមកអត់មានអីច្រើនទេរឿងតូចតាចទេរឿងតូចតាចមែនទេកើតជាធំភ្លាមមិនថារឿងករឿងខមិនថារឿងមុខរបររកស៊ីមិនថារឿងធ្វើការទេអញ្ចឹងបើនិយាយទៅការមុនបើធ្វើការសុកបងប្អូនមានរឿងតូចមួយតដោះស្រាយទុកសិនបើជាមានក្រុមការងារផ្សេងមកបកករឿងហ្នឹងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតកើតជាធំទៅធ្វើឲ្យយើងនឹងមានបញ្ហាតែម្ដងដោះស្រាយអត់ចង់ចេញដោះស្រាយហត់នឿយខ្លាំងហើយមានអ្នកចាក់រុកទៀតនៅកន្លែងការងារក្នុងខែ8ក្នុងខែ8ឆ្នាំកុរនៅកន្លែងធ្វើការមានអ្នកចាក់រុកមានអ្នកឈាមនេះមានអ្នកចាំចាប់កំហុសជាប់ជានិច្ចតែម្ដងអញ្ចឹងប្រយ័ត្នឲ្យមែនតើឲ្យទុកចិត្តអ្នកណាទេទុកចិត្តខ្លួនឯងជាចម្បងហើយក្នុងខែ8គេមានបញ្ហាដើរចេញកុំធ្វើដឹងកុំធ្វើលឺកុំស្ដាប់លឺឲ្យសោះដើរចេញហើយបើគេសួររឿងបញ្ហារបស់គេយើងអត់ដឹងរឿងថាខ្ញុំអត់ដឹងទេរឿងដោះស្រាយលើខ្លួនឯងសិនទៅខ្ញុំគាត់មានកំណត់ដល់របស់កខតិចតួចទេខ្ញុំអត់មានសមត្ថភាពដល់ក្នុងការដោះស្រាយទេគាត់ថាអាចជួយប្រាប់អន្តិចតួចធ្វើជាងល្អទៅជាងយើងយកកំណត់យើងទាំងអស់ទៅពាំងនៅបញ្ហាគេជួយដោះស្រាយគេអញ្ចឹងប្រយ័ត្នគ្រោះថ្នាក់ខ្លួនឯងប្រយ័ត្នមានបញ្ហាគឺធ្វើអារម្មណ៍ទុកកុំខ្លាំងចង់ជប់ធ្វើការនៅកន្លែងវាបញ្ហាច្រើនពេកអាបញ្ហាពីដើមឆ្នាំមកចូលដល់ខែ8ផ្ទុះបញ្ហាធំមកធ្វើមានបញ្ហាក្រុមហ៊ុននៅក្នុងស្ថាប័នហត់នឿយច្រើនហើយមានអាអ្នកចាក់រុកខ្លាំងទៀតអញ្ចឹងមានអារម្មណ៍អីធ្វើការទៀតចង់ជប់ធ្វើការប្រយ័ត្នណាបងប្អូនថ្នាក់លើថ្នាក់ក្រោមក៏ដោយគឺបែបហ្នឹងហើយថ្នាក់ក្រោមនេះគឺមេដាក់បន្ទុកខ្លាំងហើយនៅក្នុងខែ8ការងារឃើញតែតម្លាក់ឲ្យធ្វើច្រើនធ្វើឲ្យហត់ណាមេនេះគ្មានយល់ចិត្តទេប៉ុន្តែមេនោះគឺ
មានកម្រងនឹងធ្វើឲ្យយើងបញ្ហាខ្លាំងឲ្យយើងធ្វើការដូចគ្នាដែរចឹងប្រយ័ត្នមែនតើធ្វើការប្រយ័ត្នមែនតើឲ្យទុកចិត្តថ្នាក់លើថ្នាក់ក្រោមហើយបើថ្នាក់យើងជាថ្នាក់លើវិញកូនចៅយើងកំពុងតែក៏លុកកឆាយើងស្អប់យើងមានអារម្មណ៍ថាស្អប់មេខ្លួនឯងដូចយើងជាមេគឺគេស្អប់យើងអត់បានធ្វើគេសោះខំជួយគេល្អថាគេមកពីគេល្អសោះណាក៏គេស្អប់យើងដែរនេះអ្នកលើជាមេដែលដឹកនាំឆ្នាំកុលក្នុងខែ8ប្រយ័ត្នប្រយែងមែនតើហើយបើងើស៊ីរឿងងើស៊ីម៉ាន់ក៏សងខំចង់ដាច់ខ្យល់ងាប់នៅតអសងអញ្ចឹងកុលគ្មានណាដឹងខ្លួនណាលឺទេឃើញតែកុលសុបាយឃើញតែកុលញញឹមរហូតស៊ីឃើញតែហូរក៏ជ្រាវសុបាយរហូតតែដឹងតែកុលចំចងកក្នុងខែ8នេះមិនសូមចង់គិតខ្លីមកពេលទៀតអញ្ចឹងអត់បានទេណាស៊ីក៏ដាក់ដែរអត់មានលេងសើចទេហើយអាសារៀងលាងសម្អាតទឹកអំបិលមកកន្លែងយើងរកស៊ីបន្តិចលាងជំនះភាពសូយលាងជំនះភាពអាប់អួលដាក់អំបិល3ក្តាប់ក្នុងដៃកោទៅហើយនិយាយទៅសុំឲ្យរឿងចងាយទាំងអស់ជាឆ្ងាយសុំឲ្យខ្ញុំរួមលាបជ័យនៅហូបថ្ងៃនេះចំណោប៉ុណ្ណេះបាច់ឆ្វាច់រួចហើយបើមានអារម្មណ៍ថាមានអំពើអំពន់ផ្លូវខ្មៅល្ងឹតមានគេធ្វើយើងទៀតក្នុងខែ8បង្កាត់ឆ្នាំកលយើងងាយនឹងត្រូវអំពើគេត្រូវមិនគេធ្វើឲ្យយើងរកស៊ីដាក់គេធ្វើឲ្យយើងជួបបញ្ហានេះបញ្ហានោះបើយើងមានសត្រូវជុំវិញខ្លួនមានអ្នកចំណាយស្អប់ជាងនេះយើងប្រកាសជាមានបញ្ហានេះរឿងហ្នឹងគឺត្រូវតែប្រយ័ត្នបងប្អូនអាចពាក់ជាងកម្មស្ដែងដើម្បីការពារនៅរឿងជំងឺអំពើអំពន់ខ្មៅល្ងឹតដែលយើងមើលឃើញបានអញ្ចឹងកម្មស្ដែងក៏ការពារទៅលើរឿងអំពើអំពន់ផងដែរខ្ញុំសូមជំរាបប្រាប់បែបហ្នឹងហើយបើនិយាយអំពីរឿងរ៉ាវតំណែងទូទៅនៅក្នុងខែ8ឃើញថាការតំណែងមិនល្អទេអាចជួបនៅមនុស្សបោកប្រាស់អាចជួបនៅមនុស្សដែលមិនល្អចូលមកកាន់ជីវិតគេហៅថារាប់អានបានទោសអញ្ចឹងកុំរាប់អានមនុស្សថ្មីហើយមនុស្សចាស់ក្នុងការរាប់អានបើគេខ្ចីលុយខ្ចីនេះគឺត្រូវតែ say no អត់ឲ្យទេហើយបើយើងជាអ្នកដែលជាពាក់លុយគេមកទីបំណុលយើងវិញបើយើងអត់មានលុយដោះស្រាយជាមួយគេទេគេរោឬយើងខ្លាំងណាស់នៅក្នុងខែ8ហ្នឹងអញ្ចឹងវារឿងរ៉ាវវាច្រើនហើយបើយើងជាអ្នកទៅទាលុយគេវិញគឺទាអត់បានទេទាគេលេះនេះលេះនោះវាច្បល់ខួរអាយើងមានរិស័យយើងដាក់ហើយយើងទៅទាលុយអត់បានហើយយើងជួបនឹងបញ្ហាទៀតអញ្ចឹងហើយតំណែងទូទៅរកអាអ្នកថ្មីបោកប្រាស់ទៀតអញ្ចឹងអត់បានទេហើយបើនិយាយអំពីរឿងរ៉ាវរឿងស្នេហាវិញស្នេហាបើនិយាយទៅដល់ខែ8អត់កើតទេជួបគ្នាស៊ូមសួនងាយលែងគ្នាបែកគ្នាចប់រឿងប៉ុណ្ណឹងបើនៅមួយគ្នាមិនសុខបែកគ្នាទៅលែងទៅនឹងមានពាក្យនៅកើតឡើងក្នុងខែ8យកប្រយ័ត្ននៅក្នុងការឆ្លោះគ្នាហាមឆ្លោះគ្នាហាមពាក់មុខយកដាក់គ្នាហាមនិយាយអពតដាក់គ្នាត្រូវតែហ៊ានឆ្លាស់គ្នាបានច្រើនដើម្បីជៀសផុតពីបញ្ហាគ្រួសារឬក៏ពាក់ខ្សែដៃមង្គលម្នាក់មួយខ្សែជាប្តីប្រពន្ធទៅការពីរឿងអបមង្គលចូលមកដល់យើងគិតផុតក្នុងខែ8ប្រយ័ត្នណាអត់លេងសើចទេនៅស្នេហានេះហើយបើជាសង្សារក៏ដូចគ្នាដែរនឹងមានការផុតក្បត់គ្នានឹងមានជនទី3ចូលមកឆ្លាញ់ដៃគូយើងនឹងលួចផុតក្បត់យើងប្រយ័ត្នប្រយែងនៅត្រង់ហ្នឹងអ្នកដែលមានសង្សារហើយបើឆ្លាញ់គ្នាស្មោះនឹងមួយហើយត្រូវតែប្រុងប្រយ័ត្នមានចិត្តតែមួយបានហើយត្រូវចាំជានិច្ចចឹងតួរិស័យធ្លាក់យើងងាយនឹងចិត្តទុនយើងងាយទៅហៅគេចឹងប្រយ័ត្នកុំចេះតែតូតុននៅជឿសម្ដីផ្អែមទៅលើអ្នកដទៃតួរិស័យយើងធ្លាក់យើងចូលចិត្តណាស់ស្ដាប់ពាក្យសម្ដីផ្អែមល្ហែមលងលោយើងនឹងចាក់ចេញពីកន្លែងចាស់ទៅកន្លែងថ្មីអ្នកដែលនៅ single ក្នុងខែ8បើយកស្នេហាអត់សមប្រកបទេនឹងជួបមនុស្សបោកប្រាស់នឹងជួបមនុស្សដែលខ្លាញ់នឹងចំពោះមុខគឺធ្វើឲ្យយើងនឹងចិត្តទន់ទៅពេលចង់បានតែខ្លួនប្រាណយើងរួចហើយនៅជាមួយយើងអស់ចិត្តហើយវាចាក់ចេញកូនក្រោយយើងឈឺចាប់យើងអ្នកស្រឡាញ់គេស្មោះគឺខ្ទេចបេះដូងហើយក្រំគ្រាដួងចិត្តតែប៉ុណ្ណាហើយបើសុខភាពឆ្នាំកក៏ឃើញថាមានរឿងឈឺច្រើនដែរឈឺអត់លះហែឈឺនេះឈឺនោះអត់ស្រួលខ្លួនអស់កម្លាំងហិតថ្ងៃដោយសារតួរិស័យយើងឆុងអញ្ចឹងកន្លែងហ្នឹងក៏យើងត្រូវការពារខ្លួនយើងដែរហាត់ប្រាណញ៉ាំរបស់ល្អបើសុខភាពជាប្រចាំបានសុខភាព 10% រឿងហេ10% ចូលជីវិតអញ្ចឹងឥឡូវដល់លេខសំណាងពណ៌សំណាងទិសសំណាងដល់បងប្អូនរងចាំថានៅក្នុងខែ8តើកុលលេខអីពណ៌អីទិសអីដើម្បីជាមង្គលសម្រាប់ជីវិតខ្លួនឯង 30% ក្នុងជីវិតបើរួមមួយខ្សែដៃបាន70ទៀតវាចូលដល់ 100% គឺវា full គឺគេហៅថាតួរិស័យហេគឺ full ក្នុងជីវិតយើងអញ្ចឹងនៅក្នុងខែ8
លេខសំណាងបងប្អូនដែលកើតចំឆ្នាំកុរគឺលេខ956គឺជាលេខអំណាចជោគជ័យលេខលុយលេខលុយបានលេខរុងរឿងបងប្អូនយកលេខនេះប្រើប្រាស់តាមជាក់ស្ដែងចុះហើយសម្រាប់អំពីពណ៌សំណាងនៅក្នុងខែ9គឺជាពណ៌ទឹកប៊ិចចាស់ឬក៏ពណ៌ខ្មៅពណ៌ទឹកប៊ិចចាស់ពណ៌ខ្មៅហៅថាពណ៌ធាតុទឹកគឺជាពណ៌អំណាចធាតុលុយពណ៌តំណែងតំណងល្អជួបនៅរឿងល្អប្រសើរឡើងមកវិញហើយក៏កិច្ចផុតពីរឿងសោយដែរមួយទៀតគឺជាពណ៌សពណ៌សពណ៌ធាតុមាសដែលនៅក្នុងកម្មសែដៃមង្គលគឺមានពណ៌សសម្រាប់គេហៅថាសូបទីលាសនាសក្ការៈឲ្យយើងជួបនៅរឿងហេងហើយសម្រាប់ទិសសំណាងឆ្នាំកុរនៅក្នុងខែ8គឺជាទិសខាងជើងឈៀងខាងកើតទិសជើងឈៀងកើតនេះគឺទិសសំណាងឆ្នាំកុរហើយមួយទៀតក៏បងប្អូនអ្នករកស៊ីបងប្អូនអាចថាទិសសំណាងក្នុងការរកស៊ីបងប្អូនគឺជាទិសខាងត្បូងឈៀងខាងលិចវិញអញ្ចឹងបងប្អូនអ្នករកស៊ីបងប្អូនប្រហែលទៅទិសហ្នឹងទៅដើម្បីកែហៅសូបទាញសំណាងក្នុងការលូកដោមានស្នេហ៍បើអ្នកធ្វើការទៅទិសខាងជើងឈៀងខាងកើតអញ្ចឹងវាប្រឆាំងគ្នាអញ្ចឹងនៅក្នុងខែ8អញ្ចឹងបងប្អូនរៀបចំតាមជាក់ស្ដែងបានហើយសម្រាប់បងប្អូនបើចង់មើលតួរាសីមើលខ្សែបាត់ដៃមើលเงาហេងនៅលើមុខបងប្អូនចង់មើលអាចតាក់ទងមកខ្ញុំមកឆាតខ្ញុំខ្ញុំជំរាបជូនអញ្ចឹងជាចុងក្រោយបងប្អូនមានសំណួរចង់សាកសួរខ្ញុំបន្ថែមអំពីតួរាសីឬក៏ឆ្នាំខ្លួនឯងអំពីរឿងរ៉ាវប្តីប្រពន្ធឆ្នាំប្តីប្រពន្ធអីហ្នឹងបងប្អូនឆាតមកចុះខ្ញុំនឹងជំរាបជូនឬ comment នៅក្រោមវីដេអូក៏បានដែរបើខ្ញុំអូសឃើញខ្ញុំនឹងឆ្លើយតបនៅក្រោម comment តែម្ដងជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា